ដូចជាបិណ្ឌភ្នែកតែមួយផ្លែប៉ុណ្ណោះស្រំតែបានមកដល់ទីកន្លែងនេះមានថ្ងៃដែលឈឺចាំនៅក្នុងចិនជាច្រើនហើយមានថ្ងៃពេញដោយអំណរផងដែរពេលងារមើលក្រោយដល់នៅជីវិតខ្លីនេះឃើញសុទ្ធតែជាព្រះគង់របស់ព្រះទ្រង់ដឹកនាំរដូមនៅជីវិតខ្ញុំរហូតដល់ពេលនេះជាព្រះគង់ព្រះមកដល់ពេលនេះទ្រង់ដឹកនាំរដំណើរជីវិតរបស់ខ្ញុំក្រុមដំណើរដែលដ៏សាររបស់ខ្ញុំសូមថ្វាយទៅកាន់ព្រះអង្គរហូតដល់ថ្ងៃចុងក្រោយនៃជីវិត